ក្នុងការជ្រើសរើសអាជីពមួយដែលត្រូវគឺយើងត្រូវស្គាល់ខ្លួនឯងចំពោះខ្ញុំខ្លួនឯងក៏គឺខ្ញុំស្គាល់ថាខ្ញុំចូលចិត្តខាងអីដូច្នេះខ្ញុំជ្រើសរើសអាជីពមួយគេហៅថាទំនាក់ទំនងអន្តរជាតិដែលអង់គ្លេសហៅថា international relation ឬក៏យើងហៅថា IR ដែលថាតែខ្ញុំជាមនុស្សមួយដែលមានភាពក្លាហានក្នុងការ communicate មានអាស្រ័យទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងដទៃទៀតហើយជាមនុស្សមុខម្នាក់ដែលចូលចិត្តរៀនភាសាក្នុងការនិយាយទំនាក់ទំនងជាមួយនឹងជនជាតិផ្សេងៗនិង foreigner ដែលគេហៅថាជនជាតិបរទេសទី2គឺខ្ញុំមាន curiosity ដែលគេហៅថាភាពចង់ដឹងគឺជាអ្វីមួយដែលសំខាន់បំផុតដែលជាកត្តាមួយដែលខ្ញុំជ្រើសរើសកត្តាអាជីពមួយនេះដែលសារតែភាពចង់ដឹងនេះហើយដែលធ្វើឲ្យខ្ញុំចង់ដឹងអំពីការវិវត្តនៃប្រទេសដទៃផ្សេងទៀតអំពីវប្បធម៌របស់គេការរស់នៅរបស់ប្រទេសគេហើយខ្ញុំគិតថាការដែលធ្វើ international relation នេះគឺយើងអាចទទួលស្គាល់នៅបទពិសោធន៍ថ្មីៗស្គាល់ពិភពលោកដឹងពីការធ្វើការងារឬក៏វិវត្តរបស់ប្រទេសផ្សេងៗយើងអាចយកចំណេះដឹងឬក៏ការដែលយល់ឃើញហ្នឹងយកមកអភិវឌ្ឍប្រទេសរបស់យើងខ្លួនឯងផ្ទាល់ហើយខ្ញុំគិតថាបើសិនជាខ្ញុំរៀនជំនាញនេះដល់កំពូលខ្ញុំអាចនឹងយកទស្សនវិស័យដែលខ្ញុំបានរៀនពីប្រទេសបណ្ដាប្រទេសផ្សេងៗទៀតដែលអភិវឌ្ឍដែលយើងមិនថានៅក្នុងអាស៊ានយើងទេប៉ុន្តែនៅទូទាំងពិភពលោកយើងនេះខ្ញុំអាចយកទស្សនវិស័យមកអភិវឌ្ឍប្រទេសយើងឲ្យក្លាយជាប្រទេសមួយដែលថាខ្លាំងនិងគេអាចហៅថាប្រទេសអភិវឌ្ឍបាន